សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការលក់កម្ចីដែលបានបោះបង់ដំបូងឡើយយើងចូលទៅលើ menu loan បន្ទាប់មកយើងចូលទៅកាន់ loan status បន្ទាប់មកយើងធ្វើការ click ទៅលើ sell right off bed date ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងកន្លែងលក់កម្ចីដែលត្រូវបោះបង់ហើយដើម្បី search គឺយើងអាច search បានតាមរយៈថ្ងៃដែលចាប់ផ្ដើមយើងអាច search តាមរយៈថ្ងៃបញ្ចប់យើងអាច search តាមរយៈឈ្មោះ user យើងអាច search តាមរយៈសាខាណាមួយហើយយើងអាច search តាមប្រភេទជាប្រភេទសាច់ប្រាក់ជាដុល្លារឬមួយក៏ប្រភេទសាច់ប្រាក់ជារៀលបន្ទាប់មកយើងធ្វើការចុចទៅលើប៊ូតុង searchហើយវានឹងបង្ហាញកម្ចីដែលយើងបានបោះបង់នេះគឺជារីសាកម្ចីដែលបានបោះបង់បន្ទាប់មកយើងធ្វើការអូសរបាមកខាងស្ដាំហើយវានឹងបង្ហាញ status នៅខាងក្រោមនេះប៊ូតុងដែលមានឈ្មោះថា float បានន័យថាយើងបានលក់កម្ចីដែលបោះបង់នឹងហើយប៊ូតុងដែលមានពាក្យថា AV sell គឺមិនទាន់បានលក់ទេបន្ទាប់មកខ្ញុំធ្វើការ click ទៅលើប៊ូតុង AV sell ដើម្បីធ្វើការលក់កម្ចីដែលបានបោះបង់បន្ទាប់មកវានឹង load pop up មួយដើម្បីយើងបញ្ចូលព័ត៌មានកម្ចីសំទោសដើម្បីឲ្យយើងបញ្ចូលព័ត៌មាននៃការលក់ Principal balance គឺបានន័យថាយើងបានបោះបង់កម្ចីនៅចំនួនប៉ុន្មាននេះគឺបានបោះបង់កម្ចីនៅចំនួន$2,000បន្ទាប់មក sell amount បានន័យថាយើងលក់កម្ចីចេញនៅចំនួនប៉ុន្មានខ្ញុំដាក់លក់ចំនួន$1,000 invoice គឺសម្រាប់ឲ្យយើងចុះចូលលេខ invoice ចំណែកនៅត្រង់នេះវិញគឺជាឈ្មោះអ្នកតំណាងលក់កម្ចីមួយហ្នឹងបន្ទាប់មកខ្ញុំធ្វើការ click ប៊ូតុង sell ហើយវានឹងធ្វើការលក់កម្ចីនេះ